អរគុណព្រះអង្គជាដំបូងខ្ញុំបាទសូមអនុញ្ញាតគោរពជំរាបសួរទៅកាន់អស់លោកអ្នកបងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គព្រះម្ចាស់ខ្ញុំបាទឈ្មោះសេនរ៉េនជាគ្រូគង្វាលដែលដឹកនាំនៅក្នុងពួកជំនុំដំណឹងល្អត្រពាំងវែងដែលស្ថិតនៅក្នុងភូមិត្រពាំងវែងឃុំដងតុងស្រុកដងតុងខេត្តកំពតអរគុណព្រះអង្គមែនទែននៅក្នុងថ្ងៃនេះដែលខ្ញុំបាទមានឯកសិទ្ធិនៅក្នុងការធ្វើទីបន្ទាល់បាទចែកជូនទៅកាន់អស់លោកអ្នកបងប្អូនបានសម្រាប់ដូចតទៅបាទគឺជីវិតរបស់ខ្ញុំបាទមុនជឿព្រះអង្គគឺខ្ញុំបានជួបជាមួយនឹងវិបត្តិនៃជំងឺគំនាបរបស់វិញ្ញាណអរិយសាតាំងដូចជាអរិយសាតាំងបានដាក់គំនាបឲ្យភរិយារបស់ខ្ញុំគាត់មានជំងឺមួយបែបហៅថាជំងឺផ្លូវងងឹតដែលពាក់ព័ន្ធជាមួយនឹងគ្រូមនោគមឬការដែលត្រូវអំពើបាទនឹងជនជាតិខ្មែរយើងគឺភាគច្រើនដែលគាត់បានដឹងដែលពាក់ព័ន្ធជាមួយនឹងខាងថាអំពើឬអំព័ន្ធដែលធ្វើឲ្យមនុស្សមានសេចក្តីទុក្ខទោសមានការឈឺចាប់នៅផ្នែកខាងក្នុងនៃរូបរាងកាយហើយរីខ្ញុំបាទគឺខ្ញុំបាទនឹងក៏វាមានបញ្ហាគំនាបពាក់ព័ន្ធជាមួយនឹងវិញ្ញាណសាតាំងដែលខ្ញុំបាទគឺជាគ្រូខ្មែរហៅថាគ្រូខ្មែរដើម្បីអ្នកដែលមានជំងឺផ្សេងៗគឺមករកខ្ញុំហើយកាលនោះគឺខ្ញុំគឺជាអ្នកដែលស្ដោះផ្លុំបាទគឺជាអ្នកដែលមើលជំងឺអ្នកដតីឲ្យបានជាប៉ុន្តែដោយឡែកនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំបាទមានជំងឺបាទដែលពាក់ព័ន្ធជាមួយនឹងអរិយដែលធ្វើទុកបៀតបៀនតាមរយៈមនោគមក្តីខ្ញុំបែរទៅជាអត់មានសមត្ថភាពដើម្បីធ្វើឲ្យគ្រួសាររបស់ខ្ញុំមានសេរីភាពហើយរួចពីចំណងរបស់អរិយហើយទទួលបាននៅការប្រោះជាគឺខ្ញុំអត់មានលទ្ធភាពប៉ុន្តែនៅក្នុងថ្ងៃមួយយើងក៏អរគុណព្រះអង្គគឺក៏មានគ្រូផ្សាយដំណឹងល្អចំនួន2នាក់ដែលពួកគាត់បានធ្វើដំណើរនៅផ្លូវខាងក្រោយផ្ទះរបស់ខ្ញុំពេលដែលខ្ញុំបានឃើញគាត់បាននាំគ្នាបណ្ដាកង់ឬហៅថាអូសកង់កាត់ផ្លូវខាងក្រោយផ្ទះខ្ញុំក៏បានអញ្ជើញបាទស្រេចហៅអញ្ជើញគាត់ចូលមកក្នុងផ្ទះរបស់ខ្ញុំហើយក៏សួរនាំថាពួកគាត់អញ្ជើញទៅណាហើយពួកគាត់ក៏ប្រាប់ខ្ញុំថាខ្ញុំបានដើរផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទនៅពេលដែលខ្ញុំបានឮសំឡេងឬពាក្យសម្ដីរបស់ពួកគាត់ថាពួកគាត់បានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទខ្ញុំនិងប្រពន្ធចាប់ដើមសួរដេញដោលអំពីឬគល់ថាតើទទួលជឿលើព្រះយេស៊ូវគ្រីស្ទធ្វើឲ្យខ្ញុំរួចពីគំនាបឬរួចពីចំណងរបស់វិញ្ញាណអរិយសាតាំងឬមួយក៏អត់ពេលនោះពួកគាត់បានឆ្លើយថានៅពេលដែលជឿលើព្រះអង្គពិតជាមានអំណាចនៅក្នុងការអត់ទោសបាបហើយព្រះអង្គមានសិទ្ធិនៅក្នុងការផ្ដាច់ចំណងបណ្ដាសាដែលចងដោយវិញ្ញាណអរិយសាតាំងជាពិតប្រាកដនៅក្នុងគណៈពេលនោះจึงអរគុណព្រះអង្គមែនទែនដែលខ្ញុំចាប់ផ្ដើមសម្លឹងមើលមុខទៅកាន់ប្រពន្ធឬភរិយារបស់ខ្ញុំហើយក៏ចាប់ផ្ដើមសួរទៅគាត់ថាអូនពេលនេះគឺពួកយើងប្រកាសចង់បានសេរីភាពហើយសេរីភាពនោះគឺជាសេរីភាពដែលមកពីព្រះយេស៊ូវគ្រីស្ទដែលពួកគាត់បានមកដល់ផ្ទះយើងហើយផ្សាយអំពីព្រះនាមរបស់ផងព្រះនោះហើយដូច្នេះយើងគួរតែជឿព្រះអង្គដើម្បីឲ្យព្រះអង្គទ្រង់ធ្វើការនៅក្នុងចិត្តយើងរំពេញនោះប្រពន្ធរបស់ខ្ញុំឆ្លើយដោយគ្មានភាពស្ទាក់ស្ទើរគាត់និយាយថាចាស់អូខេយើងនឹងព្រមទទួលជឿលើព្រះយេស៊ូវគ្រីស្ទចំណេះក្រោយមកនៅពេលដែលយើងបានទទួលជឿព្រះអង្គគឺនៅក្នុងក្រុមគ្រួសាររបស់ពួកយើងទីមួយខ្ញុំត្រូវបានមានសេរីភាពលែងនឿយធ្វើការសែនព្រេនទៅកាន់គ្រូរបៀនឬមួយក៏លែងនឿយនៅក្នុងការដែលដាក់ទ្រួនក្រាហឹងទៀតឡើយដោយសារតែជីវិតរបស់ខ្ញុំបាទត្រូវបានព្រះអង្គផ្ដល់សិទ្ធិអំណាចឲ្យត្រឡប់ទៅជាកូនរបស់ផងព្រះហើយព្រះអង្គឲ្យឯកសិទ្ធិខ្ញុំមានអំណាចលើឬអំណាចជាងវិញ្ញាណអរិយសាតាំងហើយដូច្នេះហើយជីវិតរបស់ខ្ញុំចាប់ដើមមានសេរីភាពហើយប្រពន្ធរបស់ខ្ញុំក៏ដូចគ្នាផងដែរជំងឺរបស់គាត់ដែលតែងតែមានវិញ្ញាណអំពើគ្រូមនោគមដែលបណ្ដាលឲ្យគាត់មានជំងឺរៀងរាល់មួយខែម្ដងជាទូទៅគាត់តែងតែជួបជាមួយនឹងគ្រូមនោគមបាទដើម្បីស្វែងរកនៅការព្យាបាលស្វែងរកនៅការរំដោះគាត់បាទប៉ុន្តែអត់មានអ្វីដែលអាចជួយគាត់បានទេប៉ុន្តែនៅពេលដែលយើងបានទទួលនៅដំណឹងល្អរបស់ព្រះអង្គហើយព្រះអង្គចាប់ផ្ដើមប្រោះគាត់ឲ្យគាត់មានសេរីភាពជាជំងឺនោះគឺមិនកើតឡើងមកលើគាត់សារជាថ្មីម្ដងទៀតនោះឡើយដោយសារតែប្រគុណរបស់ផងព្រះយេស៊ូវគ្រីស្ទហើយយើងអរគុណព្រះអង្គមែនទែនដែលព្រះអង្គផ្ដល់សុភមង្គលនៅក្នុងក្រុមគ្រួសារកាន់តែមានក្តីស្រឡាញ់និងចំណងអាពាហ៍ពិពាហ៍នៅក្នុងក្រុមគ្រួសាររបស់ខ្ញុំកាន់តែមានភាពផ្អែមល្ហែមដោយសារតែនៅពេលដែលយើងបានយល់ដឹងអំពីព្រះបន្ទូលរបស់ផងព្រះដឹងថាព្រះអង្គជាតួនៃសេចក្តីស្រឡាញ់ហើយព្រះអង្គទ្រង់គឺជាព្រះដែលមានការបង្រួបបង្រួមនិងការផ្សះផ្សាឲ្យចំណងអាពាហ៍ពិពាហ៍ពួកយើងទាំងអស់គ្នាមានពេញទៅដោយសុភមង្គលរហូតមកដល់ថ្ងៃនេះតែម្ដងបាទអរគុណព្រះអង្គសម្រាប់ទីបន្តរបស់ខ្ញុំបាទនឹងចែកជូនទៅកាន់អស់លោកអ្នកបងប្អូនសម្រាប់សម្ដាប់នាពេលនេះបាទក៏សូមអរគុណហើយសូមព្រះបានប្រទានពរបាទអរគុណព្រះអង្គ